បាទសូមជម្រាបសួរពុកម៉ែបងប្អូនក្នុងបណ្ដាញសង្គម Facebook ទាំងអស់ថ្ងៃនេះខ្ញុំបាទចេញមកទៀតឲ្យបាទដៃថ្មីចេញ review ក៏ថ្មីដែរបងប្អូនថ្ងៃនេះចេញមកប្រាប់ពី technique ស្លមួយជូរគ្រឿងស្លត្រីធ្វើយ៉ាងម៉េចកុំឲ្យឆ្អាបបងប្អូនចាពៀនេះបងប្អូនត្រូវចាក់អំបិលលាងជាមួយសាច់ត្រី2-3ទឹកឲ្យវាស្អាតបងប្អូនណាឲ្យវាស្អាតបន្ទាប់មកយើងលាងឲ្យវាជ្រះរំអិលណាទីអំបិលយើងយកមកនេះហាន់វាជាកង់ទុកត្រឡប់ជាមួយគ្រឿងត្រឡប់ពីអីហ្នឹងបងប្អូនហើយស្លម្ជូរគ្រឿងបងប្អូននឹងស្រាប់ហើយថាមានអីខ្លះហ្នឹងគឺយើងត្រូវមានគ្រឿងហើយគ្រឿងបុកហ្នឹងវាមានអីខ្លះមានដេងមានលក្រីមានល្មៀតមានមើមខ្ទឹមអញ្ចឹងទៅណាបងប្អូនហើយខាងគ្រូសាខ្ញុំគាត់នៅហាន់បដាអញ្ចឹងទៅគាត់អ្នកសម្អាតអ្នកលាងទឹកអំបិលអ្នកលាងអីចំណែកខ្ញុំបែរមកខាងទៀតមកជួយបេះតកួនបេះអីគាត់ហើយបេះតកួនបេះអីគាត់ហ្នឹងបងប្អូនគាត់មកប៉ែកនៅខាងឡែងគាត់ទៅគាត់ធ្វើនេះធ្វើនោះដាច់តឡាច់ពីខ្ញុំយើងជួយគ្នាមកជាក្រុមគ្រូសាយើងត្រូវចេះជួយគ្នាបងប្អូនហើយសូមទោសបងប្អូនការនិយាយដប់តិចដោយសារខ្ញុំអត់សូវស្ទាត់ជំនាញខាង review ហ្នឹងហើយវីដេអូវាងវែងតិចទៅណាបងប្អូន review វាមិនសូវក្បោះក្បាយហើយបងប្អូនមើលទៅបេះតកួនរបស់ខ្ញុំគឺអត់ទុកស្លឹកទេអ្នកផ្សេងគេទុកស្លឹកចឹងណាតែដោយសារខាងខ្ញុំអត់ទុកស្លឹកទេបងប្អូនហើយនេះបន្ទាប់មកក៏បេះបន្លែរួចក៏ខ្ញុំបុកគ្រឿងបងប្អូនបុកបាច់ហ្នឹងទៅបងប្អូននេះដាក់អង្រែចូលហើយដាក់ស្ទាបមើលគីឡូមានដីឬមានបន្លែអីបើអត់មានទេយើងបុកចុះនេះបុកមានអ្វីក៏យើងរើសចេញទៅនឹងបុកចុះបុកឡើងណាបងប្អូនបុកតល់តែមាត់បងប្អូនបុកថែមតល់តែមាត់ហើយបន្ទាប់មកទៀតក៏ខាងគ្រូសាខ្ញុំគាត់ដាក់ខ្លាញ់ដាក់ឆ្នាំងខ្ទះឲ្យក្តៅដាក់ខ្លាញ់បន្ទាប់មកក៏ដាក់ប្រហុកចូលកូលីងប្រហុកហ្នឹងឯងឈ្ងុយរៀងរលាយចូលសពបន្តិចណាលាយបន្តិចទៅយើងចាប់ផ្ដើមនេះទៅអឺតមើលគ្រឿងដាក់គ្រឿងដាក់បុករួចហ្នឹងបងប្អូននេះបុករួចបុកអីយើងដាក់គ្រឿងចូលកូរវាឲ្យសពឲ្យស្ងួតឲ្យវាឈ្ងុយណាបងប្អូនកូរចុះកូរឡើងឲ្យវាឈ្ងុយសពយើងកូរមកស្ងួតញ៉ាំកុំឲ្យស្ងួតពេកហើយបងប្អូនចង់ដាក់គ្រឿងតិចមុនទៅហើយក៏ដាក់ទៅបងប្អូនមិនចង់ដាក់ក៏មិនអីដែរព្រោះវាមានដាក់ក្នុងគ្រឿងខ្លះហើយដាក់ពេលយើងបុកខ្លះហើយគ្រឿងហ្នឹងណាអំបិលអីហ្នឹងប៊ីចេងអីហ្នឹងហើយបន្ទាប់មកយើងកូរ